Bon à, ca dân chụp vẽ lôi kế dân có thầu ca lôi lại hay bọn ấy ơi dây thá vô lối mà này đặt lôi bàn nhưng mình vô à tệ chun chứ còn ăn vô lối nhom đại bọn vậy tính mà bọn បាទអូខេបងប្អូនទាំងអស់គ្នាតើបងប្អូនប្រហែលអ្នកខ្លះដែលមានចម្ងល់ដោយភរិយារបស់ខ្ញុំអាចខមមិនប្រាប់ខ្ញុំបានទេបាទបើសិនជាលោកស្រីឬក៏បងប្អូនទាំងអស់គ្នាមានចម្ងល់កុំភ្លេចប្រាប់ខ្ញុំនឹងធ្វើការបកស្រាយម្ដងមួយចាប់ពីថ្ងៃនេះទៅនឹងទម្លាយប្រាប់ពីអាចកំបាំងទាំងអស់នេះទៅដល់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅក្នុងការបកស្រាយខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះសិលស្រីខាបាទពួកយើងបានចាប់ផ្ដើមការរកស៊ីមួយនៅឆ្នាំ2015គឺបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃសំរោងបាទបន្ទាប់មកបងប្អូនដឹងមិនទេខ្ញុំបានជាប់គាំងបំណុល$40000ដល់ថ្នាក់រត់ចោលស្រុកនៅឆ្នាំ2019គឺខ្ញុំគាំងខ្លាំងមែនទែនពួកយើងធ្លាប់បានទៅចំណាក់ស្រុកនៅក្នុងប្រទេសថៃហើយការទៅធ្វើជាពលករទៅជាចំណាក់ស្រុកនេះគឺអត់បានលទ្ធផលអីទេក៏យើងត្រឡប់មកវិញបន្ទាប់ពីការត្រឡប់មកវិញយើងក៏បានទទួលការប្រឹក្សាការចង្អុលបង្ហាញជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលដែលគាត់ជួយបង្ហាត់បង្ហាញជួយដោះបំណុលរបស់ខ្ញុំមួយខែដោយទឹកប្រាក់$40000បាទកន្លែងនេះគឺធ្វើឲ្យខ្ញុំអាចឈរជើងមកដល់សប្តាហ៍ថ្ងៃដោយមានសេរីភាពចាក់ចេញពីបំណុលបានហើយក៏បានចង្អុលបង្ហាញបន្ថែមទៀតឲ្យខ្ញុំនិពន្ធសៀវភៅអាចកំបាំងនៃការចាក់ចេញពីបំណុលដែលបានជួយទៅដល់បងប្អូនជាច្រើនអញ្ចឹងមានបងប្អូនច្រើនមែនទែនដែលបានយកបទពិសោធន៍របស់ខ្ញុំទៅហើយយកកន្លឹះនិងរបៀបដែលខ្ញុំធ្លាប់បានដោះដែលខ្ញុំបានការវឹកហាត់ពីលោកគ្រូរបស់ខ្ញុំយកទៅដោះស្រាយក៏មានសេរីភាពអញ្ចឹងបើសិនជាបងប្អូនចង់ឃើញលំអិតបងប្អូនអាចចុចចូលទៅក្នុង link group Telegram មួយនឹងឃើញសម្ដីរបស់ពួកគាត់ពិតៗដែលគាត់បានយកទៅបាទអូខេអញ្ចឹងត្រឡប់មកការឆ្លើយនឹងសំណួរដែលបងប្អូនយើងមានការឆ្ងល់ថាម៉េចឆ្ងល់ថាយើងខ្ចីគេយើងអត់លុយហើយគេមកទាយើងហើយมันអាចនិយាយថាលុយมันអាចដោះហើយយើងអត់មានលុយឲ្យគេហើយបែរជាមកស្ដាប់ខ្ញុំប្រាប់ថាលុយมันអាចដោះបំណុលបានបាទអញ្ចឹងចំណុចនេះខ្ញុំនឹងធ្វើការលំអិតដើម្បីជាការជួយទៅដល់លោកស្រីនិងបងប្រុសបងស្រីមិត្តភក្តិទាំងអស់គ្នាឲ្យបានដឹងថាតើហេតុអ្វីបានជាលុយมันអាចដោះស្រាយបំណុលបានបាទតើខ្ញុំនិយាយនោះវាមានន័យយ៉ាងម៉េចបាទទើបជាបងប្អូនស្ដាប់ហើយមិនទាន់យល់ពីចំណុចហ្នឹងប៉ុន្តែក៏មានបងប្អូនខ្លះគាត់ក៏យល់បាទហើយក៏មានបងប្អូនខ្លះគាត់ក៏ឆ្ងល់បាទអញ្ចឹងខ្ញុំនឹងធ្វើការនិយាយអំពីចំណុចនេះនឹងតែម្ដងបាទអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍មួយដល់លោកស្រីស្ដាប់នៅសាច់រឿងមួយនេះបាទអញ្ចឹងសូមលោកស្រីស្ដាប់ដោយយកចិត្តទុកដាក់ខ្ញុំឧទាហរណ៍ថាយើងមានស្រះមួយបាទយើងមានស្រះមួយពីបរមរានមកហើយបើសិនជាយើងចង់លុបស្រះនោះតែយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងប្រកបណាស់គឺយើងនឹងទៅជីករណ្ដៅមួយទៀតយកមកលុបស្រះនោះបាទហើយបើសិនជាយើងចង់លុបអាស្រះថ្មីនោះទៀតរណ្ដៅថ្មីនោះទៀតតែយើងធ្វើយ៉ាងម៉េចយើងប្រកបណាស់យើងទៅជីកដីពីកន្លែងមួយទៀតយកមកលុបកន្លែងមួយទៀតអញ្ចឹងនេះហើយគឺជាចំណុចមួយដែលខ្ញុំចង់និយាយអំពីការលុយមិនអាចដោះលុយគឺវាស្តៀងគ្នាបែបហ្នឹងករណីថាបើសិនជាយើងជពាក់គេបុគ្គល A បាទអញ្ចឹងយើងទៅខ្ចីបុគ្គល B យកមកដោះស្រាយនៃបញ្ហានៅបុគ្គល A អញ្ចឹងមានន័យថាយើងកំពុងតែប្រឈមមុខជាមួយនឹងបុគ្គលថ្មីបាទអញ្ចឹងមានន័យថាការជីករណ្ដៅលុបរណ្ដៅនេះគឺវាអត់មានដំណោះស្រាយទេវាគ្រាន់តែបានលុបពីម្នាក់បាទប៉ុន្តែបញ្ហានៅដដែលក្នុងការលុបនោះគឺវានៅដដែលបាទមានតែការចំណាយដឹកយកមកថ្លៃលុបនឹងជាដើមអញ្ចឹងនេះកន្លែងនេះគេហៅថាការប្រាក់បាទអញ្ចឹងមានមនុស្សជាច្រើនដែលអត់យល់ពីរឿងហ្នឹងទេបាទគាត់ខ្ចីលុយគេយកលុយទៅប្រើអស់គាត់ទៅបង្កើតរឿងមួយទៀតឃើញទេអញ្ចឹងនេះគឺជាចំណុចមួយគេហៅថាយករណ្ដៅលុបរណ្ដៅបាទអញ្ចឹងបើសិនជាលោកស្រីឬក៏បងប្រុសបងស្រីមិត្តភក្តិទាំងអស់គ្នាបានយល់ពីរឿងហ្នឹងមានន័យថាលោកស្រីបានបញ្ជៀសពីបញ្ហាទាំងអស់ហ្នឹងមិនអាចឆ្លងទៅដល់បុគ្គលផ្សេងមានន័យថាយើងជពាក់គេយើងទទួលស្គាល់ថាយើងជពាក់គេប៉ុន្តែយើងត្រូវរកដំណោះស្រាយជាមួយបុគ្គលដែលយើងបានខ្ចីហ្នឹងមិនមែនទៅបង្កើតរឿងជាមួយអ្នកថ្មីទេបាទបើសិនជាយើងបង្កើតរឿងជាមួយអ្នកថ្មីគឺមានន័យថាយើងកំពុងតែជីករណ្ដៅកប់ខ្លួនឯងហើយបាទព្រោះយើងមានរណ្ដៅមួយហើយបាទបើយើងជីកបន្ថែមទៀតវាកាន់តែជ្រៅបាទនេះគឺជាចំណុចមួយដែលខ្ញុំធ្វើការចែករំលែកពីកលឹះសំខាន់នៅក្នុងវគ្គសិក្សារបស់ខ្ញុំហ្នឹងហើយបងអញ្ចឹងបើនិយាយមិញយើងគួរតែបញ្ហាហ្នឹងគួរតែដោះស្រាយសិនមែនអត់បង
កុំយកបំណុលមួយមកដូរបំណុលមួយចឹងវាវែងឆ្ងាយមែនអត់បង បាទអញ្ចឹងបើសិនជាលោកស្រីមិត្តភក្តិទាំងអស់គ្នាចង់បានបទពិសោធន៍ចង់ធ្វើការពិគ្រោះយោបល់ជាមួយខ្ញុំអាចតាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទ Telegram 096 632 008 ធ្វើការចុចមកឥឡូវនេះយើងមានការផ្ដល់ជូនប្រឹក្សាតាមទូរស័ព្ទបាទអញ្ចឹងពីខ្ញុំសមុទ្រធ្វើការឆ្លើយសំណួរប៉ុណ្ណេះសង្ឃឹមតែអ្នកទាំងអស់គ្នានឹងយល់ហើយជួបគ្នាជាមួយនឹងវីដេអូក្រោយភរិយារបស់ខ្ញុំគាត់នឹងលើកសំណួរបន្ថែមបន្តទៀតទៅដល់ជួយទៅដល់បងប្អូនដែលកំពុងតែជាប់គាំងបំណុលឲ្យមានសេរីភាពបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ